សូមជូនរឿងព្រះយមរាជកាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គប្រកបដោយទសពិធិរាជធម៌ទ្រង់ស្រឡាញ់ប្រជារាស្ត្រដូចកូនក្នុងផ្ទៃតែសេចក្តីសុខមិនមានរហូតឡើយដំណឹងអាក្រក់បានមកដល់ពោពេតព្រះអង្គពួកចៅព្រៃកំពុងដុតបំផ្លាញភូមិអ្នកស្រុកហើយព្រះរាជាមិនអាចឈរមើលរាស្ត្ររងទុក្ខបានឡើយយើងមិនអាចឲ្យពួកវាធ្វើបាបរាស្ត្រយើងបានទេយើងនឹងចេញច្បាំងដៃផ្ទាល់កងទ័ពដ៏ក្លាហានចំនួន10ប្រមេកងពលបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារទឹកដីការប្រយុទ្ធបានកែឡើងយ៉ាងសាហាវឃោរឃៅសង្គ្រាមចាក់តែអូសបន្លាយថ្ងៃទៅជាខែទៅជាឆ្នាំកម្លាំងសត្រូវមានច្រើនលើសលប់ធ្វើឲ្យកងទ័ពព្រះរាជាជួបវិបត្តិធ្ងន់ធ្ងរព្រះរាជាក៏បានធ្លាក់ចូលការលំពាត់របស់ពួកចៅពួកឯងអស់ផ្លូវរត់ហើយចុះចាញ់ទៅនៅពេលដែលកម្លាំងកាយចុះខ្សោយកំហឹងក៏បានឆាបឆេះឡើងក្នុងចិត្តព្រះរាជាទ្រង់ទូចព្រះទ័យយ៉ាងខ្លាំងចំពោះអំពើដ៏យំខ្នងរបស់ស្ត្រីពួកឯងជាមនុស្សអាក្រក់ពួកឯងមិនសមនឹងរូសទេក្នុងដង្ហើមចុងក្រោយទ្រង់បានតាំងសច្ចាអធិដ្ឋានដ៏គួរឲ្យខ្លាចមួយបើជាតិក្រោយយើងមិនបានទៅឋានសួគ៌ទេសូមឲ្យយើងបានទៅកើតជាស្ដេចនរកយើងនឹងកាត់ទោសពួកឯងឲ្យស័ក្តិសមនឹងអំពើបាបនេះយើងនឹងជួបគ្នាម្ដងទៀតនៅឋាននរកពួកបរិវារក៏បានសច្ចាថានឹងតាមទៅបម្រើទ្រង់នៅឋាននរកដែរពួកទូព្រះបង្គំសូមទៅកើតជាយមបាលដើម្បីបម្រើព្រះអង្គសង្គ្រាមបានបញ្ចប់ជីវិតនៅលើโลกនេះក៏បានរលត់ទៅដោយអំណាចនៃចិត្តនិងបុណ្យបាបដែលបានធ្វើវិញ្ញាណរបស់ទ្រង់បានទៅកាន់ទីកន្លែងថ្មីទ្រង់បានទៅកើតជាស្ដេចយមរាជមានអំណាចគ្រប់គ្រងលើពួកសត្វនរកចំណែកឯពួកទាហានស្មោះត្រង់ក៏បានក្លាយជាយមបាលចាំអនុវត្តតាមបញ្ជាឯងបានសម្លាប់មនុស្សនឹងដុតផ្ទះគេទទួលទោសទៅរឿងនេះដាស់តឿនយើងថាចូលប្រយ័ត្នចិត្តយើងឲ្យមែនតែនព្រោះវាអាចនាំយើងទៅកាន់ទីខ្ពស់ឬទីទាបបាន